បច្ចុប្បន្នថៃត្រូវបានពិភពលោកមើលឃើញថាជាប្រទេសអភិវឌ្ឍដ៏ខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះថៃបានខិតខំពង្រឹងវិស័យការពារជាតិរបស់ខ្លួនតាមរយៈការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទិញសពាវុធយោធាពីបរទេសជាពិសេសការធ្វើទំនើបកម្មលើសពាវុធយោធាសម្រាប់ដែនអាកាសតែម្ដងមូលហេតុដែលថៃចាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីធ្វើទំនើបកម្មទៅលើយន្តហោះចម្បាំងកងទ័ពអាកាសខ្លួនគឺបើទោះបីជាបច្ចុប្បន្នថៃមានយន្តហោះចម្បាំងកំពុងប្រតិបត្តិការសរុបដល់ទៅជាង100គ្រឿងក៏ពិតមែនប៉ុន្តែភាគច្រើនយន្តហោះចម្បាំងទាំងនោះគឺហួសសម័យប្រើបច្ចេកវិទ្យាចំនួនទសវត្សរ៍ទី60ទសវត្សរ៍70និងទសវត្សរ៍ឆ្នាំ80ដែលកំពុងរងចាំតែថ្ងៃដែលដាក់ឲ្យចូលនិវត្តន៍តែប៉ុណ្ណោះខណៈមួយចំនួនធំទៀតគ្រាន់តែជាប្រភេទយន្តហោះចម្បាំងសម្រាប់ការហ្វឹកហាត់សមយុទ្ធនិងបាញ់សាកល្បងប៉ុណ្ណោះហើយក្នុងចំណោមយន្តហោះចម្បាំងថៃជាង100គ្រឿងនាពេលបច្ចុប្បន្ននេះគឺមានតែពីរប្រភេទប៉ុណ្ណោះដែលគេមើលឃើញថាមានសមត្ថភាពលេចធ្លោខ្លាំងនោះគឺ F-16 Fighting Falcon ប្រភេទ A និងប្រភេទ B ដែលកងទ័ពអាកាសថៃមានប្រមាណ50គ្រឿងនិងយន្តហោះចម្បាំង SAP-JAS-39 Gripen ប្រភេទ C និងប្រភេទ D ដែលមានចំនួនត្រឹមតែ1គ្រឿងមូលហេតុដែលសង្គ្រាមសពាវុធលើកឡើងពីសមត្ថភាពយន្តហោះចម្បាំងរបស់ថៃនាពេលនេះគឺដើម្បីបន្ធូរបន្ថយក្តីបារម្ភរបស់ប្រជាពលរដ្ឋខ្មែរស្របពេលដែលកងទ័ពថៃកំពុងសម្ញែងយន្តហោះចម្បាំងរបស់ខ្លួននៅតាមបណ្ដោយព្រំដែនកម្ពុជាបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅថ្មីនេះបើនិយាយពីយន្តហោះចម្បាំង F-16 Fighting Falcon គ្រាន់តែឮឈ្មោះច្បាស់ណាស់មនុស្សភាគច្រើនសុទ្ធតែស្គាល់យន្តហោះចម្បាំងប្រភេទនេះព្រោះវាជាយន្តហោះកម្រិតកំពូលមួយផលិតដោយសហរដ្ឋអាមេរិកប៉ុន្តែសម្រាប់ប្រភេទ A និងប្រភេទ B គិតមកទល់ពេលនេះវាឡើងជាកំពូលយន្តហោះចម្បាំងតទៅទៀតហើយដោយសារតែ model ទាំងពីរដែលថៃមានគឺมันអាចធ្វើទំនើបកម្មបច្ចេកវិទ្យាចំនួនថ្មីដូចទៅនឹងប្រភេទ F-16S ដែលកំពុងប្រតិបត្តិការដោយយោធាអ៊ុយក្រែនប្រឆាំងរុស្ស៊ីនោះទេព្រោះ F-16 វាជាយន្តហោះចម្បាំងសម្រាប់នាំចេញនិងស្ថិតក្នុងប្លុករដ្ឋាភិបាលវ៉ាស៊ីនតោនមិនអនុញ្ញាតឲ្យធ្វើទំនើបកម្មឡើយពិសេសប្រព័ន្ធរ៉ាដាតែម្ដង16ប្រភេទ A និងប្រភេទ B ជាយន្តហោះចំនួនទី4ក្នុងត្រកូល F របស់សហរដ្ឋអាមេរិកដោយវាបង្ហាញវត្តមានដំបូងនៅអំឡុងទសវត្សរ៍ឆ្នាំ1970ហើយត្រូវបានប្រទេសថៃទិញមកប្រើប្រាស់និងដាក់ឲ្យប្រតិបត្តិការតាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ80មកម្ល៉េះ16ប្រភេទ A សំដៅទៅលើយន្តហោះដែលមានកៅអីអង្គុយមូលចំណែក S16 ប្រភេទ B សម្រាប់អាកាសយានិក2នាក់ក្នុងពេលប្រតិបត្តិការម្ដងយន្តហោះប្រភេទនេះគឺប្រើម៉ាស៊ីនប្រភេទ PVF-100 PVF-200 អាចហោះហើរក្នុងល្បឿនកម្រិតម៉ាច2ឬល្បឿនលឿនជាងសម្លេង2ដងដែលមានសមត្ថភាពហោះហើរក្នុងល្បឿនប្រមាណ2175គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចផ្ទុកគ្រាប់បែកមីស៊ីលសរុបទម្ងន់ជាង7000តោនខណៈមីស៊ីលទាំងនោះក៏ជាមីស៊ីលចំនួនចាស់ដូចជា AIM-9 Sidewinder AIM-7 Sparrowដែលมันអាចធ្វើទំនើបកម្មបានដូចគ្នាខណៈមានត្រឹមមីស៊ីល AIM-120 ប៉ុណ្ណោះដែលបានធ្វើទំនើបកម្មចុងក្រោយ6ប្រភេទនេះគឺប្រើរ៉ាដាកម្រិតមូលដ្ឋាន AN/APG 66ដែលมันអាចអភិវឌ្ឍទៅជាកម្រិត AN/APG 83 SABR ដូច F-16S នោះដែរដែលប្រភេទនេះពិបាកក្នុងការចាប់សញ្ញាគោលដៅឬការផ្ដល់សញ្ញាគ្រោះថ្នាក់ផ្សេងៗជាដើមមួយវិញទៀតសម្រាប់ F-16 ប្រភេទ A និងប្រភេទ B នេះទៀតសោតគ្មានបំពាក់បច្ចេកវិទ្យាបំបាំងកាយឡើយដែលភាសាបច្ចេកទេសហៅថា Stealth នោះឡើយខណៈបច្ចេកវិទ្យា Modern Electronic Warfare System ក៏នៅមានកម្រិតសរុបសេចក្តីមក F-16 ប្រភេទ A និងប្រភេទ B មិនមែនជាយន្តហោះចម្បាំងដែលគួរឲ្យខ្លាចនោះឡើយពិសេសដោយសារតែมันមានបំពាក់បច្ចេកវិទ្យាបំបាំងកាយលើតួយន្តហោះជាហេតុធ្វើឲ្យវាគ្មានសមត្ថភាពបំបាំងកាយគេចចេញពីប្រព័ន្ធរ៉ាដារបស់ខែលការពារដែលជាខែលការពារដ៏ទំនើបទើបអភិវឌ្ឍនាពេលបច្ចុប្បន្ននេះដែរពិសេសប្រព័ន្ធសម្រាប់ប្រើប្រាស់មីស៊ីលប្រឆាំងមីស៊ីលបាញ់នៅលើអាកាសក៏នៅមានកម្រិតដូចគ្នាខណៈបច្ចុប្បន្នឯកលើបច្ចេកវិទ្យាបច្ចុប្បន្ន F-16 model A និង model B របស់ថៃគឺมันអាចប្រើប្រាស់ក្នុងសង្គ្រាមធំបាននៅឡើយអាចប្រើត្រឹមសម្រាប់ការហ្វឹកហាត់និងការធ្វើសមយុទ្ធតែប៉ុណ្ណោះដោយឡែកបើក្រឡេកទៅមើលយន្តហោះចម្បាំង SAP-JAS-39 Gripen ដែលកងទ័ពអាកាសថៃមានវិញគឺផ្ដើមចេញពីឆ្នាំ2008ក្រោយមានសង្គ្រាមជាមួយកម្ពុជានៅតាមតំបន់ព្រំដែនថៃសម្រាប់ចាយប្រាក់សរុបជាង1កណ្ដាក់សញ្ញា$1000លានសហរដ្ឋអាមេរិកទិញយន្តហោះចម្បាំងប្រភេទនេះ12គ្រឿងដែលជាយន្តហោះចម្បាំងដ៏ទំនើបចំនួន 4.5 របស់ប្រទេសស៊ុយអែត
បញ្ជូនមកដល់ប្រទេសថៃចន្លោះឆ្នាំ2011ដល់ឆ្នាំ2013តាមមើលទៅ Saab JAS 39 Gripen ពិតជាយន្តហោះចម្បាំងមួយក្នុងចំណោមកំពូលយន្តហោះចម្បាំងនាពេលបច្ចុប្បន្នមែនប៉ុន្តែមិនមែនទាំងអស់នោះឡើយព្រោះ Saab JAS 39 Gripen ដែលថៃទិញគឺ model C និង model D ខណៈ model C គឺសម្រាប់អាកាសយានិកម្នាក់និង model D សម្រាប់អាកាសយានិក2នាក់ Soyuz បានចាប់ផ្ដើមអភិវឌ្ឍ Saab JAS 39 Gripen ជាលើកដំបូងនៅអំឡុងទសវត្សរ៍ឆ្នាំ80និងបង្ហាញជាផ្លូវការនៅខែមិថុនាឆ្នាំ1996ដោយយន្តហោះចម្បាំងប្រភេទនេះបំពាក់ម៉ាស៊ីន Volvo RM12 ហោះហើរក្នុងល្បឿនកម្រិតម៉ាច2ឬលឿនជាងសម្លេង2ដងល្បឿនជាមធ្យមប្រមាណ2470គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចហោះក្នុងកម្ពស់ប្រមាណ15គីឡូពីផ្ទៃដីយន្តហោះចម្បាំង Saab JAS 39 Gripen ប្រភេទ C និងប្រភេទ D ពិតជាបានបំពាក់ចំណុចខ្លាំងជាច្រើនដូចជាអាចហោះហើរចេញពីផ្លូវដែលមានចម្ងាយត្រឹម500ម៉ែត្រនិងបំពាក់គ្រឿងផ្ទុះក៏ដូចជាមីស៊ីល AIM-9 Sidewinder AIM 120និង AMRAAM ដែលបានធ្វើទំនើបកម្មបច្ចេកវិទ្យាជំនាន់ថ្មីនិងគ្រាប់រ៉ុកែតជាដើមដោយថែមទាំងបំពាក់ laser ប្រភេទ GBU 12និង GBU 49សម្រាប់កំណត់គោលដៅទម្លាក់ថែមទៀតផងយ៉ាងណាក៏ដោយបើធៀបទៅនឹងខែលការពារមីស៊ីលនាពេលបច្ចុប្បន្ន Saab JAS 39 Gripen ប្រភេទ C និងប្រភេទ D គឺនៅមានចំណុចខ្សោយជាច្រើនពិសេសគឺរ៉ាដាចំនួនចាស់ទុយស្រឡះពី Saab JAS 39 Gripen model E និង model F ដែលមានរ៉ាដាបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយមួយវិញទៀត Saab JAS 39 Gripen ប្រភេទ C និងប្រភេទ D នេះដែរគឺមិនបានបំពាក់បច្ចេកវិទ្យាបំផាំងកាយឬហៅថា stealth ដូចគ្នាវាងាយនឹងរងការបាញ់ទម្លាក់ពីខែលការពារមីស៊ីលក៏ដូចជារ៉ុកែតចាប់គោលដៅស្វ័យប្រវត្តិហើយមានសមត្ថភាពផ្ទុកទម្ងន់គ្រាប់សរុបត្រឹមជាង7តោនតិចជាង F16 ប្រភេទ A និងប្រភេទ B មួយវិញទៀត Saab JAS 39 Gripen model C និង model D ដែលថៃកំពុងប្រតិបត្តិការនាពេលបច្ចុប្បន្នក៏មិនអាចហោះហើរក្នុងរយៈកម្ពស់ទាបគេចចេញពីរ៉ាដាបានដូចប្រភេទ E និងប្រភេទ F នោះដែរដោយចំណុចទាំងនេះបង្កហានិភ័យអំឡុងពេលកំពុងប្រតិបត្តិការលើគោលដៅដែលមានខែលការពារដែនអាកាសដំឡើងនៅទីនោះនៅអំឡុងឆ្នាំ2017ក្នុងអំឡុងពេលសម្ដែងព្យុះហយាត្រាយោធាដែនអាកាសពីសំណាក់កងទ័ពថៃយន្តហោះចម្បាំង Saab JAS 39 Gripen មួយគ្រឿងបានធ្លាក់ចុះអំឡុងពេលសម្ដែងនាំឲ្យបច្ចុប្បន្នថៃសេសសល់យន្តហោះចម្បាំងប្រភេទនេះសរុបត្រឹម11គ្រឿងតែប៉ុណ្ណោះណាកាលពីឆ្នាំ2024កន្លងទៅថៃបានបញ្ជាទិញ Saab JAS 39 Gripen ប្រភេទ E និងប្រភេទ S ពីប្រទេសស៊ុយអែតដោយយន្តហោះប្រភេទនេះបានបំពាក់បច្ចេកវិទ្យាដ៏ទំនើប Advanced Electronic Warfare ហើយបើទោះបីជាមិនបានបំពាក់បច្ចេកវិទ្យាបំបាំងកាយហៅថា Stealth ក៏ពិតមែនប៉ុន្តែវាអាចហោះក្នុងកម្រិតទាបបំផុតមួយគេចចេញពីរ៉ាដាមានន័យថាខែលការពារកម្រិតទាបអាចនឹងពិបាកបាញ់ស្ទាក់យន្តហោះចម្បាំងប្រភេទនេះបន្តិចហើយតាមការគ្រោងទុកយន្តហោះ Saab JAS 39 Gripen ប្រភេទ E និងប្រភេទ F ចំនួន14គ្រឿងទៀតនឹងត្រូវដឹកបញ្ជូនមកកាន់ប្រទេសថៃនៅចន្លោះឆ្នាំ2025ដល់ឆ្នាំ2034ដើម្បីផ្លាស់ប្ដូរ F16 ប្រភេទ A និងប្រភេទ B មួយចំនួនដែលថៃគ្រោងនឹងដាក់ឲ្យចូលនិវត្តន៍នាពេលឆាប់ៗខាងមុខ